ក្រោយពីកើតមាននៅគ្រោះរញ្ជួយដីនៅភូមានិងថៃកន្លងមកអ្នកវិទ្យាសាស្ត្រថៃតាមរយៈការផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន The Nation Thailand អ្នកសារព័ត៌មានបានចោទសួរថាហេតុអ្វីគេមិនអាចដឹងមុនពីការកើតឡើងនៅគ្រោះរញ្ជួយដីអ្នកវិទ្យាសាស្ត្របានឆ្លើយថាគ្រោះរញ្ជួយដីដែលកើតឡើងនៅប្រទេសភូមាគេស្ទើរតែមិនគួរឲ្យជឿថានឹងកើតមាននៅប្រទេសថៃហើយគេមិនអាចដឹងមុនពីសញ្ញាណាមួយដែលបំរុងនឹងកើតឡើងនៅជម្រៅរាប់គីឡូម៉ែត្រក្រោមដីទោះជាយ៉ាងណាក៏ដោយគេអាចដឹងបាននិងផ្ដល់សញ្ញាអាសន្នដល់ប្រជាពលរដ្ឋឲ្យធ្វើការជម្លៀសខ្លួនភ្លាមៗបន្ទាប់ពីមានការរញ្ជួយដីកើតឡើងតាមរយៈសារព័ត៌មាន Al Jazeera បានឲ្យដឹងថាអគារកម្ពស់33ជាន់ដែលកំពុងតែសាងសង់បានរលំបាក់ធ្លាក់ដល់ដីមនុស្សជាច្រើនបានជាប់ក្នុងអគារនោះហើយអាជ្ញាធរថៃបានចោះរុករកមនុស្សជាប់គាំងក្នុងអគារនោះផងដែរសំណង់អគារជាច្រើនរយខ្នងបានប្រេះស្រាំនិងធ្វើឲ្យមានការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ដោយពួកគេមិនហ៊ានចូលទៅធ្វើការឬរស់នៅក្នុងអគារកំពុងប្រេះស្រាំនោះទៀតនោះទេបន្ទាប់ពីកើតឡើងនៅគ្រោះរញ្ជួយដីតែបើតាមអ្នកជំនាញផ្នែកសំណង់អគារបានលើកឡើងថាអគារដែលយល់យកនិងមានស្នាមប្រេះស្រាំជារឿងល្អដែលជាសញ្ញានៃការផ្ដល់ដំណឹងភ្លាមៗពីការកើតឡើងនៅគ្រោះរញ្ជួយដីដោយអគារទាំងនោះសង់មានរចនាសម្ព័ន្ធត្រឹមត្រូវនិងតាមស្តង់ដារដោយឡែកអគារដែលមិនមានស្នាមប្រេះស្រាំឬរង្គើគឺមិនបានផ្ដល់សញ្ញាអាសន្នណាមួយដល់អ្នករស់នៅក្នុងអគារហើយបើអគារនឹងត្រូវរលំគឺវានឹងរលំភ្លាមៗទោះជាយ៉ាងណាក៏ដោយអគារដែលប្រេះស្រាំក៏មិនប្រាកដថាយើងអាចចូលទៅរស់នៅឬក៏ធ្វើការនៅទីនោះបានទៀតនោះទេបើមិនមានការពិនិត្យត្រឹមត្រូវពីអ្នកជំនាញដោយអគារប្រេះស្រាំខ្លះអ្នកជំនាញបាននិយាយថាយើងមិនអាចរស់នៅឬក៏ធ្វើការនៅទីនោះបានទៀតនោះទេព្រោះតែការខូចខាតមានលក្ខណៈទ្រង់ទ្រាយធំ